ជុំរិះសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងបង្ហាញពីរបៀបយើងផ្លាស់ប្ដូរលេខទូរស័ព្ទដៃនៅក្នុង Facebook ណាហើយដូចក្នុង Facebook ខ្ញុំនេះអញ្ចឹងគឺ លេខហ្នឹងគឺខ្ញុំចង់ឈប់ប្រើហើយអញ្ចឹងគឺខ្ញុំនឹងផ្លាស់ប្ដូរដាក់លេខថ្មីដែលយើងទៅតែទិញមកណាហើយដើម្បីផ្លាស់ប្ដូរវាបានទី1គឺតម្រូវឲ្យយើងបង្កើតជាមួយនឹង WhatsApp មកហើយ WhatsApp ហ្នឹងគឺតម្រូវយើងដាក់លេខនេះហើយនេះខ្ញុំចូលក្នុង Facebook ចូល setting ចូលជាមួយនឹង setting មកតង់ទៀតចូលជាមួយនឹង account ហ្នឹងហើយយើងចូលមកតង់ទៀតតាមខ្ញុំមកហើយយើងអូសមកក្រោមយើងរើសកន្លែងនេះកន្លែងហ្នឹងគឺនេះគឺជាលេខចាស់ដែលខ្ញុំចង់ផ្លាស់ប្ដូរវាចេញហើយជំនួសមកវិញជាមួយនឹងលេខថ្មីប៉ុន្តែឥឡូវ Facebook ឥឡូវគឺវា update គឺតម្រូវយើងបង្កើតជាមួយនឹង WhatsApp ឲ្យហើយព្រោះភាគច្រើនគឺវាអត់ផ្ញើសារទៅ SMS ទេឥឡូវគឺវាផ្ញើសារជាមួយនឹង WhatsApp អញ្ចឹងគឺដើម្បីបង្កើតវាបានគឺចំពោះ WhatsApp នេះគឺអត់មាននេះពិបាកទេយើងចូលដល់ហើយយើងចូលតាមហ្នឹងមកដើម្បីឲ្យពុកម៉ែបងប្អូនងាយស្រួលណាព្រោះយើងផ្ញើតាមហ្នឹងគឺវាសុវត្ថិភាពអត់មានអ្នកណាងាយយកបានទេហើយដើម្បីផ្លាស់ប្ដូរគឺតម្រូវវាយើងផ្ញើមកហ្នឹងដែរផ្ញើចូល WhatsApp ដើម្បីយើងយកកូដបញ្ជាក់ណាហើយអញ្ចឹងគឺយើងបង្កើតជាមួយនឹង WhatsApp លេខចាស់ហ្នឹងគឺយើងដាក់លេខដែលយើងបង្កើតក្នុង Facebook ឲ្យលេខអញ្ចឹងខ្ញុំមកបង្កើតព្រោះលេខអញ្ចឹងគឺនៅដែរនេះស៊ីមខ្ញុំដាក់2ហើយលេខថ្មីដែលខ្ញុំចង់ផ្លាស់ប្ដូរក៏ខ្ញុំដាក់ចូលនៅហ្នឹងដែរហើយសង្ឃឹមថាពុកបងប្អូននឹងយល់ព្រោះខ្ញុំព្យាយាមបញ្យល់ដែរហើយយើងបង្កើតជាមួយនឹង WhatsApp ហ្នឹងមក WhatsApp ហ្នឹងងាយស្រួលបងប្អូនយើងបង្កើតតុកមកហើយយូរយើងចង់បាត់លេខហ្នឹងក៏បាត់ទៅឲ្យតែ WhatsApp ហ្នឹងនៅប្រើបានបើសិនជាពុកបងប្អូនអត់តបង្កើតគួរតែបង្កើតមួយទៅគឺល្អព្រោះបើយើងអត់បង្កើតទេបើទេហោះសិនជាយើងជ្រុះបាត់លេខអីចង់ផ្លាស់ប្ដូរអីគឺវាពិបាកមែនតើហើយកន្លែងនេះយើងដាក់ឈ្មោះមកហើយនេះគ្រាន់តែខ្ញុំធ្វើវីដេអូបង្ហាញពីការបង្កើតទេគឺខ្ញុំធ្វើឲ្យងាយយល់ទេហើយកន្លែងនេះ skip មកមិនយ៉ាំដែរ account នេះតែបង្កើតបានប៉ុណ្ណឹងគឺវានឹងផ្ញើកូដមកហ្នឹងហើយអញ្ចឹងគឺយើងថយវាមកហើយយើងចូលទៅក្នុង Facebook ម្ដងទៀតហើយនេះយើងចូលមកកន្លែងហ្នឹងលេខហ្នឹងហើយចំពោះលេខហ្នឹងគឺខ្ញុំចង់យកវាចេញប៉ុន្តែដើម្បីយកវាចេញបានគឺយើងត្រូវ add ជាមួយនឹងលេខលេខដែលយើងចង់ដាក់ចូលឡើងវិញសិនហើយយើងចុចកន្លែង add មកហើយយើងវាយជាមួយនឹងលេខទូរស័ព្ទដៃថ្មីដែលយើងចង់ add ចូលជាមួយនឹងលេខហ្នឹងគឺយើងវាយមកវាយលេខទូរស័ព្ទដៃថ្មីកន្លែងហ្នឹងដើម្បី add លេខថ្មីចូលហើយយើង add ចូលបានហើយយើង lock លេខចាស់ចេញឥឡូវយើងចុច next មកយើងវាយលេខហើយចាំតិចទៅវានឹងផ្ញើសារទៅ WhatsApp ភាគច្រើនគឺ WhatsApp ហើយយើងកាសមកលើមកដើម្បីនេះរក WhatsApp នេះមក056794ហើយយើងវាយចូលមក056794 29491 05ចេញ02 056794ហ្នឹងចង់បីខុសហើយយើងចុចមកចាំតិចមកវាអត់ឲ្យយើងវាយយឺតពេកឬក៏មិនយើងចុចម្ដងទៀតមកអូកន្លែងនេះគឺបានហើយបងប្អូនយើងចុច next ម្ដងទៀតមកយើងចាំយកកូដ mail នេះវាផ្ញើមកហើយយើងដាក់លេខទូរស័ព្ទលេខទូរស័ព្ទថ្មីក្នុងហ្នឹងដែរគឺវានឹងផ្ញើកូដមកហើយដើម្បីបញ្ជាក់ថាលេខលេខថ្មីដែលយើង add ចូលនៅក្នុងហ្នឹងដែរអញ្ចឹងគឺតែប៉ុណ្ណឹងមកគឺបានណាបងប្អូនតែប៉ុណ្ណឹងមកគឺយើងអាចយកលេខចាស់នេះចេញបានហើយអញ្ចឹងបើយើងចង់យកលេខចាស់ចេញហើយក៏បានដែរយើងចុច delete តាមខ្ញុំមកហើយចុចទៀតមកហើយចុច OK មកថាវាឲ្យ delete ចេញភ្លាមអត់ហើយយើងចូលមកតង់ទៀតហើយយើងចូលទៅមើលថាលេខដែលយើងចង់លុបចេញហ្នឹងគឺវាឲ្យអត់ចូលមកហ្នឹងមកគឺកន្លែងនេះគឺវាអត់តឲ្យភ្លាមទេបងប្អូនវាអាចចន្លោះពីមួយអាទិត្យទៅកន្លះខែព្រោះយើងអាចលេខភ្លាមអញ្ចឹងគឺវាអត់តឲ្យទេតែប៉ុណ្ណឹងគឺយើងអាចរក្សាទុកជាមួយនឹងលេខថ្មីយ៉ាងបានហើយអញ្ចឹងគឺយើងឧទាហរណ៍ថាយើងបាត់លេខចាស់ហ្នឹងក៏យើងអាចយក Facebook ហ្នឹងមកវិញបានដែរហើយបើយើងចង់លុបលេខចាស់ហ្នឹងចេញពី account ហ្នឹងតែម្ដងគឺតម្រូវឲ្យមួយអាទិត្យឬក៏កន្លះខែទៅយើងអាចលុបបានហើយនេះគឺវីដេអូនេះគឺគ្រាន់តែខ្ញុំបង្ហាញពីការ add លេខថ្មីចូលដើម្បីជំនួសលេខចាស់ដែលយើងចង់ជប់ប្រើណាហើយតែប៉ុណ្ណឹងមកគឺយើងឧទាហរណ៍ថាបាត់លេខចាស់ហ្នឹងក៏យើងអាចយក Facebook ថ្មីមកបានដែរយក Facebook ហ្នឹងមកបានដែរព្រោះយើងមានលេខដែលយើង add ចូលហើយ
ហើយតែប៉ុណ្ណឹងមកគឺយើងជោគជ័យពួកបងប្អូនចំពោះការយើងផ្លាស់ប្ដូរលេខណាបើយើងចង់ຕົកក៏បានដែរលេខចាស់ហ្នឹងតែបើយើងអត់ចង់ຕົកអីគឺតម្រូវមកទឹកអីទៅវាអាចឲ្យយើងលឺចេញដាច់តែម្ដងហើយវីដេអូគឺមានតែប៉ុណ្ណឹងដែរអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតមកដល់ចប់សូមអរគុណ